ការប៉ັດទៅអ្វីដែលសំខាន់បំផុតក្នុងមួយថ្ងៃនោះគឺអាហារ3ពេលហើយនឹងការថែទាំទាំងសុខភាពផ្លូវចិត្តនិងសុខភាពផ្លូវកាយឲ្យបានរឹងមាំបងប្អូនក៏ប៉ុន្តែនៅពេលដែលមនុស្សចាប់ផ្ដើមចង់បានលើសពីនឹងជ្រុលពេកចង់បានអ្វីដែលខ្លួនឯងនឹងអត់មានចង់ធ្វើអ្វីដែលខ្លួនឯងនឹងធ្វើអត់បានជ្រុលពេកយើងគិតយើងដាក់សម្ពាធជ្រុលពេកទៅក៏កើតទៅជាបញ្ហាប៉ះពាល់ដល់ផ្លូវចិត្តផ្លូវអារម្មណ៍ហើយក៏វានឹងប៉ះពាល់ដល់សុខភាពរាងកាយរបស់យើងដែរបងប្អូនមួយរយៈនេះហ่าបងប្អូនខ្ញុំដឹងថាស្ថានភាពផ្សេងៗនៅជុំវិញយើងដែលយើងបានឃើញមិនថាព័ត៌មានពីមជ្ឈដ្ឋានផ្សេងៗឬក៏រូបភាពអីដែលយើងបានឃើញហ្នឹងគឺបានប៉ះពាល់ដល់ផ្លូវអារម្មណ៍ផ្លូវចិត្តរបស់យើងហើយខ្ញុំជឿជាក់ថាផ្លូវកាយរបស់យើងក៏ទន់ខ្សោយទៅតាមនឹងដែរបើសិនជាយើងទទន់ទៅនឹងអ្វីដែលយើងកំពុងមើលឃើញហ្នឹងបងប្អូនដូច្នេះហើយសូមលើកទឹកចិត្តបងប្អូនក្នុងរយៈកាលហ្នឹងក្នុងកលៈទេសៈហ្នឹងបងប្អូនសូមរឹងមាំឡើងទោះបីជាយើងឃើញព័ត៌មានឃើញអីក៏ដោយយើងគួរតែវិភាគមើលដែរថាព័ត៌មានណាពិតព័ត៌មានណាមិនពិតពីព្រោះអីព័ត៌មានខ្លះគ្រាន់តែបំពុលធ្វើឲ្យយើងភ័យខ្លាចបែកបាក់សាមគ្គីឬក៏ធ្វើឲ្យយើងនឹងអស់ទឹកចិត្តធ្វើការធ្វើអីអញ្ចឹងទៅបងប្អូនដូច្នេះហើយសូមបងប្អូនថែរក្សាសុខភាពផ្លូវចិត្តរបស់ខ្លួនឯងការពារផ្លូវចិត្តយ៉ាងណាយើងមើលតែព័ត៌មានតែមានប្រភពច្បាស់លាស់ទៅបានហើយបងប្អូនយើងកុំយកព័ត៌មានតែអត់ដឹងថាប្រភពពីណារូបភាពខ្លះទៅមិនមែនជារូបភាពពិតតែរូបភាពដែលគេបង្កើតឡើងពី AI អីអញ្ចឹងទៅពេលដែលយើងភ័យពេកផិតភ័យស្លន់ស្លោពេកទៅក៏ធ្វើឲ្យយើងនឹងអត់អាចបំពេញការងារអីប្រចាំថ្ងៃបានដែរបងប្អូនខ្ញុំនិយាយហ្នឹងគឺគ្រាន់តែចង់លើកទឹកចិត្តបងប្អូនថាកលៈទេសៈនេះហើយប្រទេសយើងកំពុងតែជួបសង្គ្រាមទៅហើយដូច្នេះហើយកុំឲ្យមានបញ្ហាខ្សោយនៅខាងសេដ្ឋកិច្ចអន់ថយអីទៀតអញ្ចឹងហើយទៅបានជាយើងត្រូវតែរឹងប៉ឹងអ្នកដែលគាត់អាចទៅរៀនទៅអីបានហ្នឹងគាត់ត្រូវតែខំប្រឹងប្រែងរៀនឲ្យខ្លាំងអ្នកដែលមានឱកាសធ្វើការសូមនៅតែបំពេញការងារឲ្យបានពេញលេញហើយអ្នកដែលមានឱកាសរកស៊ីហ្នឹងគឺសូមមានកម្លាំងចិត្តឡើងចាប់ផ្ដើមធ្វើការរកស៊ីវិញណាបងប្អូនដើម្បីកុំឲ្យសេដ្ឋកិច្ចជាតិយើងធ្លាក់ទៅមកផ្នែកទៀតព្រោះអីប្រទេសជាតិមួយគឺមានវិស័យច្រើនដែលយើងត្រូវទៅមុខណាបើសិនជាយើងកំពុងតែប្រឈមមុខនឹងបញ្ហាចំនួនព្រំដែនអញ្ចឹងហើយសេដ្ឋកិច្ចរបស់យើងគឺត្រូវតែដើរទៅមុខដូច្នេះហើយសូមបងប្អូនមានកម្លាំងចិត្តរឹងប៉ឹងឡើងហើយបន្តធ្វើការបន្តបំពេញភារកិច្ចរបស់យើងណាបងប្អូនឃើញជាក់ស្ដែងហើយបងប្អូនបើសិនជានៅក្នុងភាគីទាំងពីរហ្នឹងមានចំនួនអញ្ចឹងទៅបើសិនភាគីណាអត់សូវមានឥទ្ធិពលអត់សូវមានសម្លេងខ្លាំងខ្លួនឯងគឺអត់មានអ្នកណាគេនឹងចេញមុខមកការពារយើងខ្លាំងដូចជាយើងជាជាតិសាសន៍ខ្លួនឯងទេដូច្នេះហើយទើបបានជាយើងត្រូវតែពង្រឹងគ្រប់វិស័យបងប្អូនអ្នករៀនខំរៀនឲ្យខ្លាំងឡើងដើម្បីអភិវឌ្ឍជាតិយើងតទៅមុខទៀតពីព្រោះយើងត្រូវការធនធានមនុស្សខ្លាំងមែនតែនយើងហើយអ្នកដែលគាត់កំពុងតែអាចទៅរៀនបានហ្នឹងសូមរៀនឲ្យខ្លាំងណាបងប្អូនឲ្យខ្លាំងតែម្ដងដើម្បីអភិវឌ្ឍជាតិយើងដើម្បីឲ្យយើងមានសម្លេងខ្លួនឯងលឺហើយសម្រាប់អ្នកដែលធ្វើការរកស៊ីគឺខំប្រឹងឡើងដើម្បីជួយជាចំណែកមួយទៅខាងសេដ្ឋកិច្ចរបស់ជាតិយើងដើម្បីឲ្យជាតិយើងនឹងរឹងប៉ឹងផ្នែកសេដ្ឋកិច្ចអញ្ចឹងបើសិនជាយើងរឹងមាំគ្រប់វិស័យបងប្អូនទៅសម្លេងរបស់យើងលឺហើយនៅពេលដែលសម្លេងរបស់យើងលឺយើងមិនចាំបាច់មានអារម្មណ៍មួយថាអូអត់មានអ្នកគេស្រែកជំនួសខ្ញុំទេតែខ្ញុំត្រូវធ្វើយ៉ាងណាខ្ញុំស្លន់ស្លោខ្ញុំភ័យខ្ញុំអត់ដឹងថាមានអ្នកណាជួយខ្ញុំបានទេព្រោះអីបើយើងរឹងប៉ឹងហើយយើងដឹងច្បាស់ហ្មងថាយើងអាចជួយខ្លួនឯងបានដូច្នេះហើយបងប្អូនខ្ញុំគ្រាន់តែលើកទឹកចិត្តជាចុងក្រោយសូមបងប្អូននៅតែបំពេញការងារភារកិច្ចរបស់ខ្លួនឯងដែលយើងមានជារៀងរាល់ថ្ងៃនេះឲ្យបានល្អបំផុតឲ្យអស់ពីសមត្ថភាពពីព្រោះបងកងទ័ពគាត់បានការពារយើងហើយដើម្បីឲ្យយើងនេះអាចបំពេញការងារអស់ពីសមត្ថភាពជារៀងរាល់ថ្ងៃ